ថ្ងៃនេះ chef នេះនឹងមកចែករំលែកអំពីវិធីធ្វើជ្រក់ជើងមាន់អត់ឆ្អឹងនិង technique នៃការដកឆ្អឹងជើងមាន់ចេញដែលមានភាពងាយស្រួលនិងមិនបែកសាច់ឬក៏ដាច់ជាកណាត់នៅពេលបកផងដែរចូលមកអ្នកទាំងអស់គ្នាឥឡូវនេះគេមានខុក cream soy ហើយអញ្ចឹងមកមើលពីវិធីសាស្ត្រនៃការធ្វើម្ហូបរបស់ខ្ញុំទាំងអស់គ្នាព្រោះឥឡូវគេមាន channel ផ្ទាល់ខ្លួននេះណាសំខាន់ឥឡូវគេឡើងជា chef ទៀតចឹងមុននឹងបានជ្រក់ជើងមាន់អ្នកទាំងអស់គ្នាយើងត្រូវទៅសារហើយថ្ងៃនេះយើងអភិជនបន្តិចហើយគឺយើងបានឡើងសារម៉ាក្រូអ្នកទាំងអស់គ្នាធនាគារខ្ញុំថ្ងៃហ្នឹងគឺគាត់នាំខ្ញុំមកផ្សារម៉ាក្រូដើម្បីមើលអីវ៉ាន់ផ្សេងហើយកុំច្រឡំលួចអីរបស់គេអ្នកទាំងអស់គ្នានៅនឹងគេមាន security camera ហើយនៅក្នុងផ្សារហ្នឹងគឺមានរបស់របរច្រើនណាស់មានទាំងអាចឆ្អិនមានទាំងអាចឆៅមានទាំងផ្លែឈើស្រស់មានទាំងផ្លែឈើមិនស្រស់អ្នកទាំងអស់គ្នាមានច្រើនខ្លាំងមែនតើអូយអានេះវិញស្អីពេញប៉ោះធំណាស់តែខ្ញុំអត់ចាប់អារម្មណ៍ចាគាត់ថតអីមើលឯងហើយនេះស្វាយថៃអ្នកទាំងអស់គ្នាអត់ទិញទេពីព្រោះស្វាយមកផ្ទះលង្កហើយមកជួខាងនេះមកជួដែលគេចិត្តស្រាប់មានអំបិលបកាមានអីចឹងទៅហើយនេះគឺយើងបន្តតាណាទៅហកកន្លែងឲ្យត្រូវទិញអានេះស៊ូស៊ីអត់ទិញទេគ្រាន់មើលទេហើយនេះពងទាស្តុកនៅស្រុកខ្មែរច្រើនណាស់អ្នកអាមេរិកអីថាដាច់ស្តុកអីអត់ទេមានទេណានៅស្រុកខ្មែរស្តុកមកកណោហើយបន្ទាប់មកគឺយើងក៏មកទូឯករបស់យើងគឺជើងមាន់អ្នកទាំងអស់គ្នាមានច្រើននេះជើងទាក៏មានដែរតែយើងអត់ទិញទេយើងហើមើលជើងមាន់ព្រោះខ្ញុំអត់សូវចិត្តជ្រក់ជើងទាអ្នកទាំងអស់គ្នាមានអារម្មណ៍ថាវារៀងអាមិនទេពេលស្រស់ទៅបានពូជញ៉េប៉ុណ្ណមេដៃស្រស់មកនៅសល់ទូចប៉ិនកូនដៃអីហ្នឹងហើយបន្ទាប់ពីហើបានសំល្មមហើយខ្ញុំក៏រៀបវាដាក់កន្ត្រកហើយបន្ទាប់មកទៀតដាក់អ៊ីព្រោះពេលហ្នឹងមិនដឹងគាត់តាណាចែកផ្លូវគ្នាហើបានតែអីវ៉ាន់ឃើញតែកន្ត្រកបាត់មនុស្សតែឥឡូវកំពុងតែតាមរកឥឡូវរកឃើញហើយនេះគាត់ក៏យកសាច់យកអីមកដាក់អឺមិនមកដាក់អីមកមើលថាអីដូចហើដូចជាងឈុលដៃដូចច្រើនអញ្ចឹងក៏បន្តទៅហើបន្ថែមទៀតចាអត់មានអីច្រើនទេអ្នកនរគ្នាក៏ទិញអីវ៉ាន់ឲ្យកូនគាត់សម្រាប់ធ្វើម្ហូបអញ្ចឹងណាបន្ទាប់ពីហើសាច់រួចរាល់អីអស់ហើយគឺយើងយកសាច់ហ្នឹងមកថ្លឹងឥឡូវហ្នឹងស្រួលហើយអ្នកនរគ្នាអើយបន្លែផ្លែឈើសាច់អីមិនបាច់ចាំថ្លឹងមើលភ្នែកអញ្ចឹងទេចាគឺគេមានអញ្ចឹងអេឡិចត្រូនិករបស់គេសម្រាប់ថ្លឹងយកហ្មងហើយនេះគឺជាសាច់ដែលយើងបានរើសមានជើងមាន់មានសាច់ធុងមាន់មានឆ្អឹងជនីមានគល់ស្លាបមានផ្លូវមាន់អីចឹងទៅអញ្ចឹងបន្ទាប់ពីថ្លឹងហើយខ្ញុំមករកអីគាត់កំពុងតែទៅដោះគោអីឲ្យកូនគាត់ចឹងដែរណាហើយក៏បន្តតាណាមករករបស់អីផ្សេងទៀតហើយខ្ញុំក៏ឆ្លៀតមកយករបស់ដែលជាចំណូលចិត្តរបស់ខ្ញុំហ្នឹងគឺមីហឹលអ្នកទាំងអស់គ្នាឲ្យតែខ្ញុំទៅម៉ាក្រូគឺអត់ដែរចោលទេគឺទិញមីហឹលហ្នឹងហ្មងប៊ូដាក់ណាបន្ទាប់ពីទិញមីហឹលហើយខ្ញុំក៏មករក hot pot អ្នកទាំងអស់គ្នាត្រូវតែទិញមួយឲ្យបានពីព្រោះអាពេលយប់មុនមកហ្នឹងគឺថា clean hot pot ខ្លាំងមែនតើតាំងពីមេឃភ្លៀងដល់ពេលមេឃភ្លៀងទៅ clean hot pot ចឹងត្រូវតាមមក hot pot ឲ្យបានបន្ទាប់ពីហើហើយខ្ញុំក៏យកវាដាក់ចូលកន្ត្រកហើយក៏ទៅរកអ៊ីទៀតហើយយល់ទៅគឺររហូតចាព្រោះពេលហ្នឹងគឺយើងដើរបែកផ្លូវគ្នាគឺត្រូវតែហើហើយហើចាបន្ទាប់ពីទិញអីវ៉ាន់រួចរាល់គឺយើងត្រូវមកគិតលុយហើយនៅកន្លែងគិតលុយហ្នឹងនេះឃើញហ្នឹងមនុស្សច្រើនណាស់អ្នកទាំងអស់គ្នាព្រោះថាថ្ងៃហ្នឹងថ្ងៃអាទិត្យគឺអីវ៉ាន់ប្រម៉ូបានប៉ុណ្ណឹងថាទិញតុបផងហ្នឹងហើយបន្ទាប់មកទៀតអ៊ីក៏គាត់ឃើញតឡងរបស់គាត់ចាគឺបងវិញប៉ោងក៏តរាក់តាក់មកផ្លែតទៅបន្ទាប់ពីរាក់តាក់ហើយគឺយើងមកគិតលុយអ្នកទាំងអស់គ្នាអើយដល់វគ្គលើវិញមុខឯអ្នកណាដែលមានក្មេងគឺអញ្ចឹងហ្មងនេះគឺអីវ៉ាន់គឺទិញមិនឈប់ហ្មងហើយនេះគឺជាបងចាអូរៀងវែងឡាយដែរចាបន្ទាប់ពីទិញហើយគឺយើងចំណាយពេលនៅផ្សារហ្នឹងគឺមកផឹកហើយយើងក៏ត្រឡប់ទៅផ្ទះវិញអូក៏ត្រកអូអីហ្នឹងគឺចេញទៅវិញអ្នកទាំងអស់គ្នាអ្នកដែលគាត់មានកូនតូចគឺគាត់ដឹងហើយអ្នកទាំងអស់គ្នាគឺថាទិញមិនឈប់ចាមកដល់ផ្ទះគឺដូចតែលក់ប្រដងគឺខ្ញុំចាប់ផ្ដើមរៀបចំអីវ៉ាន់ដែលបានទិញមកហ្នឹងទុកដាក់អ៊ីក៏គាត់រៀបចំអីវ៉ាន់គាត់ទៅហើយខ្ញុំក៏អត់ភ្លេចដែរគឺការញ៉ាំកាហ្វេអត់កាហ្វេអត់បានទេតែគាត់ថាពេលញ៉ាំកាហ្វេទៅវាស្រស់ស្រាយចឹងហើយ process នៃការធ្វើជ្រក់ជើងមាន់របស់ខ្ញុំមុននឹងខ្ញុំយកវាទៅស្រោះគឺខ្ញុំយកវាមកកាត់កញ្ចក់ដៃកញ្ចក់ជើងវានឹងចោលអស់សិនហើយបន្ទាប់មកទៀតបានខ្ញុំយកវាទៅលាងជាមួយនឹងទឹកអំបិលទឹកអីអ្នកទាំងអស់គ្នាគាត់ថាញ៉ាំបានបង្ហាញទេការលាងហ្នឹងគឺលាងរៀងច្រើនទឹកដែរដើម្បីឲ្យវាសទឹកអ្នកទាំងអស់គ្នាយល់រួមទៅគឺលាងឲ្យសទឹកហ្មងដើម្បីកាត់ភាពឆ្អាតភាពអីចឹងទៅលាងឲ្យស្អាត 4-5 ទឹកចឹងទៅពីមុនខ្ញុំស្រោះវាដាំទឹកឲ្យពុះហើយបានខ្ញុំតម្លាក់ឆ្អឹងមាន់ជើងមាន់នឹងចូលប៉ុន្តែលើកនេះអត់ទេអ្នកទាំងអស់គ្នាគឺខ្ញុំដាក់ទឹកជាមួយនឹងគ្រឿងមានស្លឹកគ្រៃមានម្ដេងមានខ្ទឹមអីបន្តិចបន្តួចហើយនឹងរ៉ូឌីដាក់ដើម្បីឲ្យវាគ្រឿងអស់នឹងដាក់វាកាត់ឆ្អាបហើយខ្ញុំយកវាទៅដាក់នៅលើភ្លើងដាំវាឲ្យពុះកណាត់រយៈពេលនាទីហ្មងហើយនេះគឺជាគ្រឿងផ្សំគោលដែលអាចខ្វះបាននៅក្នុងការធ្វើជ្រក់ជើងមាន់ហ្នឹងទាំងអស់គ្នាមានក្រូចឆ្មាមានម្ដេងមានខ្ទឹមមានម្ទេសពីររសជាតិហើយនឹងមានគល់គ្រៃមានស្លឹកក្រូចអីចឹងទៅបន្ទាប់មកខ្ញុំក៏យកគ្រឿងអស់ទាំងហ្នឹងយកមកលាងឆ្លៀតពេលដែលខ្ញុំដាក់ជើងមាន់ហ្នឹងសោះគឺខ្ញុំយកអីវ៉ាន់អស់នឹងយកមកលាងឲ្យស្អាតបេះស្លឹកចាស់ហើយនឹងជំរះដីវាចោលអស់ចឹងទៅក្រូចឆ្មាក្រូចអីហ្នឹងហើយម្ទេសខ្ញុំដាក់ពីររសជាតិដូចតែប្រាប់អញ្ចឹងហើយចូលមកដល់វគ្គនេះគឺជាវគ្គដែលខ្ញុំខ្ជិលបំផុតហើយនៅក្នុងការធ្វើជ្រក់ជើងមាន់ហ្នឹងគឺហាន់អាគល់គ្រៃហ្នឹងហ្មងអ្នកទាំងអស់គ្នាព្រោះវាហឹងហើយវាឈឺដៃអញ្ចឹងខ្ញុំអត់សូវចិត្តទេអា process នៃការហាន់គល់គ្រៃហ្នឹងប៉ុន្តែយើងអាចចោលបានទេបន្ទាប់មកទៀតគ្រប់នាទីដែលខ្ញុំធ្វើស្រង់ជើងមាន់ចឹងខ្ញុំស្រង់វាចេញមកលាងជាមួយនឹងទឹកត្រជាក់ហើយខ្ញុំដាក់ត្រាំជាមួយនឹងទឹកកកហ្នឹងប្រហែលជាយូរទៅឲ្យវាលាយអស់
ឲ្យវាលាអស់ហើយគឺខ្ញុំយកវាទៅដាក់នៅក្នុងទូទឹកកករយៈពេល20នាទីហើយបន្តមកទៀតខ្ញុំក៏មកចិត្តម្ដេងតចិត្តម្ដេងចិត្តអីចិត្តអាសបកវាក្រាវហ្នឹងឲ្យអស់តិចទៅព្រោះសារវាមានដីអាកលៈហ្នឹងហើយបន្តមកទៀតខ្ញុំបេះលក្រូចបេះអីហ្នឹងមកហើយយកម្ដេងយកមកហាន់ជាចំណិតស្ដើងទៅដើម្បីកុំឲ្យឃើញធំពេកឬក៏ពេលញ៉ាំប៉ះទៅវាអត់ឆ្ងាញ់អីចឹងណានៅពេលដែលខ្ញុំធ្វើហ្នឹងគឺខ្ញុំសើ YouTube ដែរអ្នកនរគ្នាខ្ញុំមើលពីវិធីសាស្ត្រនៃការធ្វើរបស់បងយើងនៅក្នុង YouTube ដែលគាត់ជា YouTuber ហើយគាត់ផលិតមាតិកាធ្វើម្ហូបហើយជាពិសេសគឺបងផាចហ្នឹងហ្មងអ្នកនរគ្នាខ្ញុំ top fan របស់គាត់ហើយខ្ញុំយកចិត្តធ្វើម្ហូបតាមគាត់ដែរអញ្ចឹងណាព្រោះគាត់ធ្វើរៀលហើយបន្តមកទៀតនេះខ្ញុំយកស្លឹកក្រូចយកមកហាន់វាជាចំណិតស្ដើងល្មមមិនស្ដើងពេកមកល្មមឲ្យឃើញរៀងស្លឹករៀងក្រាស់ដែរអញ្ចឹងណាដល់ពេលទូចពេកទៅវាពិបាកមើលអញ្ចឹងណាបន្ទាប់ពីចិត្តវាហើយខ្ញុំយកវាមកទុកដាក់មិនលើហើយខ្ញុំក៏ចាប់ផ្ដើមបកខ្ទឹមហ្នឹងគឺខ្ញុំបកទាំងអស់អ្នកនរគ្នាហើយពីមុនខ្ញុំបុកជាមួយនឹងម្ទេសប៉ុន្តែបទពិសោធន៍នៃការបុកទៅខ្ញុំមានអារម្មណ៍ថារៀងល្អអ្នកនរគ្នាពេលដែលយើងយកវាមកធ្វើជ្រក់ហ្នឹងគឺខ្ញុំមានអារម្មណ៍ថាល្អអញ្ចឹងខ្ញុំគ្រាន់តែបេះវាហើយទុកកិនជាមួយនឹងម្ទេសហើយម្ទេសធំនេះខ្ញុំអត់ដឹងថាម្ទេសស្អីទេខ្ញុំដឹងតែយកវាមកធ្វើជំនួយពណ៌ព្រោះវាអត់សូវមានជារសជាតិហឹរអីណាទេអញ្ចឹងខ្ញុំពុះវាដើម្បីយកគ្រាប់ចេញអ្នកនរគ្នាដោយសារកុំឲ្យវាហាងដែរអញ្ចឹងណាខ្ញុំយកចុងស្ព្រាហ្នឹងមកឆ្កឹះគ្រាប់វាចេញអស់ដើម្បីងាយស្រួលយកវាទៅក្លុកជាមួយនឹងម្ទេសហើយនេះខ្ញុំដាក់ម្ទេសខ្ទឹម3ហ្នឹងចូលគ្នាដើម្បីក្លុកហើយខ្ញុំក្លុកហ្នឹងគឺជាតែមួយឆាច់ទេអ្នកទាំងអស់គ្នាខ្ញុំអត់ក្លុកវាយូរដោយសារខ្ញុំអត់ចង់ឲ្យម្ទេសហើយនឹងខ្ទឹមហ្នឹងបែកឬក៏ធ្វើឲ្យល្អអីអញ្ចឹងណាអានេះគ្រាន់តែជាបទពិសោធន៍របស់ខ្ញុំណាខ្ញុំធ្វើខ្ញុំយកចិត្តយកប៉ុណ្ណឹងអត់ចង់ឲ្យវាម៉ត់ខ្លាំងពេកទេហើយបន្ទាប់មកទៀតខ្ញុំក៏ហាន់ក្រូចឆ្មាអ្នកទាំងអស់គ្នាក្រូចឆ្មាខ្ញុំហាន់រៀងច្រើនដែរគឺយើងយកក្រូចឆ្មាខ្មែរបេះមកផ្ទាល់ហ្មងណាមកពីកំពង់ចាមស្រុកអ៊ីខ្ញុំចាគឺយើងយកក្រូចឆ្មាហ្នឹងមកចិតហើយខ្ញុំច្បាច់វាយកទឹកឲ្យហើយត្រង់យកកាកត្រង់យកគ្រាប់យកអីវាឲ្យអស់មកគឺរួចរាល់ហើយបញ្ជាក់គ្រឿងដែលខ្ញុំធ្វើតាំងប្រហែលហ្នឹងគឺខ្ញុំចិត្តរៀបចំវាទុកមុនអញ្ចឹងណាមិនមែនតើថតវីដេអូរបស់ខ្ញុំធ្វើគឺខ្ញុំចិត្តរៀបចំគ្រឿងទុកមុនលើហើយបើខ្ញុំលាយវាតាមក្រោយហើយនេះគឺជាវគ្គពិសេសហើយអ្នកទាំងអស់គ្នាគឺជាវិធីសាស្ត្រនៃការបកជើងមាន់អញ្ចឹងមុននឹងខ្ញុំបកជើងមាន់បានស្អាតអញ្ចឹងមិនមែនអត់ធ្លាប់ file អ្នកនរគ្នាគឺ file ច្រើនដងហើយប៉ុន្តែលើកនេះខ្ញុំធ្វើវីដេអូលើកទី1បង្ហាញអ្នកទាំងអស់គ្នាគឺអត់ file អ្នកនរគ្នាដោយសារខ្ញុំបានមើលបងស្រីនៅក្នុង YouTube ម្នាក់គាត់បង្ហាញពីវិធីបកណាគឺបន្ទាប់ពីយើងសុះហើយគឺយើងយកវាទៅត្រាំជាមួយនឹងទឹកកកហ្នឹងប្រហែលជា 4-5 នាទីឲ្យវាលាយទឹកកកហ្នឹងហើយបន្ទាប់មកគឺយើងយកជើងមាន់ដែលស្រស់ហ្នឹងសម្រាប់ទឹកឲ្យវាស្អាតដាក់ចូលទូទឹកកកប្រហែលជា20នាទីបានយើងលើកយកមកបកចេញអ្នកទាំងអស់គ្នាហើយគឺស្រួលខ្លាំងមែនតើខ្ញុំមានន័យថារាល់ដងគឺខ្ញុំធ្វើគឺ file ហ្នឹងមានថាបកទៅវាដាច់កណិតណាប៉ុន្តែលើកនេះអត់ទេអ្នកទាំងអស់គ្នាអាចមើលជើងមាន់ដែលខ្ញុំបកបានគឺថាអត់មានដាច់ដៃដាច់ជើងដាច់អាកន្លែងស្រួយហ្នឹងឯអ្នកទាំងអស់គ្នាគឺមកមួយសេតគឺអត់មានដាច់អត់មានអីទាំងអស់អញ្ចឹងខ្ញុំមានអារម្មណ៍ថាខ្ញុំធ្វើតាមវិធីសាស្ត្ររបស់គាត់គឺ best អូខេខ្ញុំទទួលយកបានអញ្ចឹងអ្នកទាំងអស់គ្នាមើលគឺល្អខ្លាំងមែនតើបន្ទាប់មកបើទោះជាវាអត់ដាច់ក៏ខ្ញុំត្រូវតែយកវាមកកាត់ជាកង់តូចដែរព្រោះដោយសារអ្នកផ្ទះខ្ញុំស្ទើរតែថ្មិញដែកហើយណាមួយទៀតប៉ាខ្ញុំខ្ញុំនឹងគាត់រៀងចាស់ហើយអញ្ចឹងគាត់ហូបរៀងហឹងអត់បានទេអញ្ចឹងខ្ញុំក៏យកវាមកកាត់ជាកណាត់ហើយសម្រាប់ការលាយគ្រឿងអ្នកទាំងអស់គ្នាខ្ញុំអត់អាចdetail ថាត្រូវដាក់ប៉ុណ្ណេះអីទេគឺអត់ទេព្រោះដោយសារចំណង់ចំណូលចិត្តនៃរសជាតិគឺខុសគ្នាហើយខ្ញុំលាយហ្នឹងគឺលាយតែមកត្រូវមាត់អ្នកផ្ទះខ្ញុំអញ្ចឹងណាវាអាចនឹងស្ទើឬក៏ខុសរសជាតិអីបន្តិចបន្តួចអញ្ចឹងបន្ទាប់ពីខ្ញុំលាយគ្រឿងប៊ីចេងស្ករអំបិលអីហើយរ៉ូឌីអីហើយគឺខ្ញុំចាក់ក្រូចឆ្មាហ្នឹងពាក់កណ្ដាលទឹកក្រូចឆ្មាពាក់កណ្ដាលហ្នឹងហើយនឹងគ្រឿងដែលខ្ញុំហាន់តាំងប្រមាណហ្នឹងចូលទៅហើយបន្ទាប់មកទៀតខ្ញុំក៏យកម្ទេសឬក៏ម្ទេសជាមួយនឹងខ្ទឹមដែលបុកចូលគ្នារួចហ្នឹងកិនយកគ្នារួចហ្នឹងសំទោសដាក់លាយចូលគ្នាជាបន្តបន្ទាប់ហើយក៏ខ្ញុំបង្ហើយទឹកក្រូចឆ្មាភ្លក់មើលរសជាតិឲ្យតាមចំណង់ចំណូលចិត្តចឹងណាស្ទើរអីថែមហ្នឹងទៅអ្នកនរគ្នាព្រោះដោយសារការធ្វើម្ហូបយើងអាចគិតថាលាយគ្រឿងតែម្ដងត្រូវអញ្ចឹងស៊ីសងលើការភ្លក់អីបើនិយាយឲ្យចំទៅវិធីសាស្ត្រនៃការធ្វើជ្រក់ជើងមាន់នេះអ្នកទាំងអស់គ្នាគឺខ្ញុំមិនមែនចេះដោយខ្លួនឯងឬក៏មិនបែករូបមន្តអីមកពីណាគឺខ្ញុំមើល YouTube ដូចតែគ្នាហ្នឹងហើយខ្ញុំចិត្តមើលដូចបញ្ជាក់ពីខាងដើមអញ្ចឹងគឺបងសេផាចដោយសារខ្ញុំចិត្តមើល content របស់គាត់ធ្វើម្ហូបបែបរៀលអញ្ចឹងណាហើយនឹងវិធីសាស្ត្រអីផ្សេងមួយចំនួនទៀតនៅក្នុងការធ្វើម្ហូបនោះក៏ខ្ញុំមើលពីបង YouTuber ផ្សេងទៀតដែរអញ្ចឹងខ្ញុំយកវាមកមិចបញ្ចូលគ្នាអ្នកនរគ្នាមើលទៅខាងណាគាត់ធ្វើតំណងក៏ខ្ញុំថែមចេះទៅតែធ្វើមិនឲ្យសមាមាត្ររសជាតិវាអញ្ចឹងទៅហើយមួយទៀតសម្រាប់ការចែករំលែកនៃវិធីសាស្ត្រនៃការធ្វើម្ហូបនេះមិនមែនខ្ញុំអ្នកជំនាញឬក៏អីទេគាត់ថាខ្ញុំចិត្តធ្វើ content បែបចម្អិនអាហារហើយនឹងបែបដើរលេងអញ្ចឹងអីដែលខ្ញុំចេះអីដែលខ្ញុំអាចធ្វើបានអីដែលខ្ញុំអាចចែករំលែកគឺខ្ញុំព្យាយាមយកមកធ្វើជាវីដេអូដើម្បីឲ្យបងប្អូនទាំងអស់គ្នាបានទស្សនាអញ្ចឹងណាមិនមែនជាវីដេអូអីឲ្យអ្នកទាំងអស់គ្នាធ្វើតាមឬក៏បែបអ្នក professional អីដែលអញនិយាយបានថាល្អឥតខ្ចោះឯងគាត់ថាសម្រាប់ការចែករំលែករបស់ខ្ញុំនៅក្នុងការធ្វើជ្រក់ជើងមាន់ហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាមានអីខុសឆ្គងអីអ្នកទាំងអស់គ្នាអាច keep ទុកទៅមិននិយាយទេព្រោះដោយសារវាជាការចែករំលែកបទពិសោធន៍ឬក៏ការធ្វើផ្ទាល់ខ្លួនរបស់ខ្ញុំអញ្ចឹងទៅអញ្ចឹងសម្រាប់ជ្រក់ជើងមាន់នៅក្នុងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនា wait for the next video bye